តើបងប្អូនមកមើលរថភ្លើងល្បឿនយើងនេះវាបងប្អូនវាឲ្យរត់បាន300 គីឡូម៉ែត្រក្នុង1ម៉ោងអានោះប្រភេទលឿនជាងគេមកឥឡូវវាហត់ដល់ណាបានដល់ឃើញអត់លឿនថតវាអត់តាន់ណាក្នុងរថល្បឿនលឿនជាងគេ300 គីឡូម៉ែត្រក្នុង1ម៉ោងចង់លឿនឥឡូវទៅដល់ណាបាត់ហើយតែឥឡូវអានេះវាមកហើយនេះអានេះវាដល់ចំណត់វាឈប់ហើយវាមកដាក់មនុស្សហ្នឹងគួរលឿនដែរប៉ុន្តែវាមកដល់ចំណត់វាឈប់មើលទៅស្អាតបងប្អូនមើលទៅដូចតង់អញ្ចឹងហើយវែងមិនមែនខ្លីទេណាឃើញអត់ស្អាតមើលទៅវាបើអាផ្លូវវាបត់បែរនេះមើលទៅស្អាតអានេះវាមកត្រង់វាអត់ទៅស្អាតប៉ុន្មានដែរបើសិនណាវាចូលអាផ្លូវបត់នោះមើលទៅកាញ់ដូចតង់អញ្ចឹងនោះអាកន្លែងនោះចំណត់វាបងប្អូនគេដាក់មនុស្សកន្លែង station វាស្ថានីយ៍ station វាអញ្ចឹងហើយថតទៅលើនេះពីលើអាគារកម្ពស់ដែរ42ជាន់ហើយអាគេខ្ញុំធ្វើជាប់ជាប់ផ្លូវទេភ្លើងនេះខ្ញុំបានថតជាវីដេអូឲ្យមើលចឹងដែរអាហ្នឹងរត់លឿនអាហ្នឹង300 គីឡូម៉ែត្រក្នុង1ម៉ោងគ្រាន់តែសំឡេងវាដូចយន្តហោះចម្បាំងអញ្ចឹងនោះមកហៀងនោះមកដែរនោះមើលឃើញនោះវាដាក់មនុស្សហើយទេវាចេញដំណើរដែរមកដល់វាចេញដំណើរមកនោះឥឡូវវាចេញមកនោះដាក់មនុស្សហើយអាហ្នឹងប្រភេទលឿនដែរអាហ្នឹងឥឡូវវាចេញមកកើមសិនណាហើយក្បាលវាស្អាតបងប្អូនមើលក្បាលវាដូចតង់អញ្ចឹងហ្នឹងហៅ KTX ប្រភេទលឿនជាងគេអាហ្នឹងដូចសបត់យើងត្រូវទិញពីកំពង់ចាមទៅភ្នំពេញអញ្ចឹងវារត់ទៅត្មងវាមិនឈប់ទេវារត់មកជើងទៅដល់ហ្មងហើយ300 គីឡូម៉ែត្រក្នុង1ម៉ោងរត់លឿនណាបងប្អូនឥឡូវទៅកើមទៅហើយចេញទៅយើងពងរត់ទៅអានោះលឿនអានោះបើដូចទុំវាអត់ទៅនោះចូលផ្លូវវាភ្នំហើយភ្លើងនោះហ្នឹងហើយបងប្អូននោះមកទៀតនោះខ្ញុំថតជាមួយខ្ញុំស៊ូមលឿនណាយូរនោះរត់មកនោះអាលឿនជាងគេហ្នឹងខ្ញុំស៊ូមមកខ្ញុំឥឡូវរត់មកដល់ធំដល់ហើយឥឡូវវារត់មកនោះអត់วันนี้ใส่វាមកដល់ចំណត់វាឈប់ដាក់មនុស្សវារត់វាសូវលឿនណាប្រភេទលឿនគេអាហ្នឹងតើអើយផត់បាត់ហ្នឹងហើយបងប្អូនឥឡូវអានោះមកនោះវាបថយលបឿនវាដាក់មនុស្សហើយមើលអាគារគេស្អាតបងប្អូនមើលអាគារភ្លោះខ្ពស់នោះខ្ញុំសូមមើលនោះចេញពីរូងភ្នំមករូងនោះរូងផ្លូវវាក៏ចោះភ្នំធ្វើផ្លូវវាឥឡូវវាមកដាក់មនុស្សមកឈប់ឯចំណតនេះអញ្ចឹងវាបើកយឺតទេមើលទៅស្អាតទេទេសភាពខាងលើបងប្អូនមើលអាគារពេលនេះយូរស្អាតមកអាគារភ្លោះនេះឯនេះចំណតវាហ្នឹងក្នុងវាមកដាក់មនុស្សវាឈប់វាផ្អន់លបឿនណាឃើញខ្ញុំសូមនៅអត់អានេះវាមកផ្លូវបត់ដល់ពេលអញ្ចឹងមើលទៅដូចតង់ដូចសัตว์អីវាអញ្ចឹងកើមចឹងអានេះវាមកដល់ស្ថានីយ៍វាដាក់មនុស្សហើយបានវាចេញដំណើរវាមានម៉ោងពេលវេលាតាមត្រូវច្បាស់លាស់ណាអត់មានថាខុសម៉ោងអីដូចថាម៉ោង2គឺម៉ោង2មកដល់មុន2-3 នាទីអញ្ចឹងណាគឺមានពេលវេលាច្បាស់លាស់ណាអត់មានថាខុសម៉ោងក្រោយគឺវារត់ហ្នឹងនេះកន្លែងស្ថានីយ៍ធំវែងហ្នឹងណាឥឡូវវាចូលមកដល់ស្ថានីយ៍វាដាក់មនុស្សដាក់ហើយវាចេញទៅហើយហ្នឹងហើយបងប្អូនចឹងវីដេអូមានតែប៉ុណ្ណឹងបាយ